មហាចេញជឿនជាតិខ្មែរថ្កើងជ័យយោសុខោលាភូវគ្គទី52តចប់កាលពីកូននៅតូចក្មេងខ្ចីចំពោះខ្លួនប្រាណរបស់លោកទាំងពីរនេះវិញដែលកូនកំពុងតែអោបរឹតគឺរាងកាយរបស់លោកអ្នកដ៏មានគុណនេះហើយដែលលោកបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែទាំរក្សាកូនជានិច្ចមិនថាយប់ឬថ្ងៃឡើយសូម្បីរូបលោកបានជួបឧបសគ្គតូចធំយ៉ាងណាក៏ដោយគឺដើម្បីកូនស្រីកូនប្រុសតែប៉ុណ្ណោះសូមកូនក្រាបសំពះថ្វាយបង្គំលោកជានិច្ចតរៀងទៅ